អាចមាន4ឬ5ជំនាញដែលយើងត្រូវការលុយបាទអ្នកទាំងអស់គ្នាស្ដាប់ឲ្យត្រៀមយកបីកត់ថាមុខរបរអីដែលគួរធ្វើឲ្យមិនបរាជ័យទី1ពាក់ព័ន្ធទៅលើអ៊ីនធឺណិត media បាទទី1បាទ ទី2ទៅលើវិស័យអប់រំបាទទី3ទៅលើវិស័យសុខភាពបាទ ទី4វិស័យទៅលើសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់មនុស្សបាទស្អីខ្លះចាប់ពួយបាទទី5គឺ F&B ញ៉ាំថ្ងៃហ្នឹងស្អែកឃ្លានទៀតបាទមុខរបរទាំង5នេះបើអ្នកចេះហើយធ្វើទៅអត់បរាជ័យទេបាទអ្នកណាអត់អ៊ីនធឺណិតបាទអ្នកណាអត់កូនរៀនបាទបាទអ្នកណាអត់កូនឈឺបាទបាទអ្នកណាអត់ប្រាថ្នាទៅថ្មីបាទអ្នកណាមិនញ៉ាំបាទថៃទាំងអស់ចឹងមុខរបរនេះកត់ទុកទៅបាទហើយបើចេះអីធ្វើហ្នឹង